សូមជម្រាបសួរបងប្អូនយើងអ្នកជាមាត់ថ្ងៃសៅរ៍ហើយនេះក៏ជាកូនមាន់ស្រែពូជស្គួយក្រងចម្រុះពោះក្រុមនេះអាយុវាបាន7ថ្ងៃបងប្អូនណាខ្ញុំវាក់សាំងហើយបាទឥឡូវនេះគឺខ្ញុំដាក់ទឹកដាក់ចំណីឲ្យវាស៊ីហើយខាងនេះអាយុ2សប្តាហ៍បាទអានេះគឺវាលងមកទឹកម្ដងណាមកវាបាទនេះគឺចាប់ផ្ដើមស្ទុះធំហើយបងប្អូនណាគឺឃើញថាសុខភាពវាគឺខ្លាខ្លំមកគេវិញស៊ីចង់បែកគេប៉ងហើយការថែទាំគឺទោះតែយើងមានទ្រុងច្រើនទ្រុងស្អំកូនមុនណាបងប្អូនយើងអាចដាក់លោកឡំគ្នាបានទេបើមិនអញ្ចឹងទេទូចធំវាអាចអាធំកែនអាទូចងាប់ហើយយើងធ្វើទ្រុងស្អំយ៉ាងហោចណាស់ក៏មាន3ទ្រុងដែរបងប្អូនណា3ទៅ4ទ្រុងកាន់តែល្អបាទព្រោះដើម្បីយើងងាយស្រួលក្នុងការរំលែកមុនយើងដាក់ទៅតាមអាយុកាលវាបាទហើយនៅទ្រុងខាងនេះទៀតអានេះអាយុ21ថ្ងៃបងប្អូនមើលសុខភាពវាយ៉ាងម៉េចដែរហើយមើលគេបងប្អូនស៊ីបាទអញ្ចឹងសបញ្ជាក់ថាមុនយើងគឺវាមានសុខភាពល្អខ្លាំងបងប្អូនបាទគឺវាស៊ីពេញហើយគេអត់មានជ្រាយគេរឹងណាគឺណែនល្អបាទហើយសុខភាពបងប្អូនមើលជាក់ស្ដែងអានឹង21ថ្ងៃអញ្ចឹងកូនមុនបជាបងប្អូនទល់ការកំងគឺបងប្អូនមិនអាចកំងភ្លាមបានភ្លាមទេយើងកម្រមានក្នុងស្តុកព្រោះបងយើងគាត់សុទ្ធតែកក់ទុកបាទអ្នកដែលគាត់